ជំរាបសួរថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបធ្វើភេសជ្ជៈទុកធ្វើញ៉ាំខ្លួនឯងនៅផ្ទះឬក៏ធ្វើលក់ក៏បានសម្រាប់បងប្អូនដែលចូលចិត្តញ៉ាំភេសជ្ជៈបែបជូរអែមភេសជ្ជៈទឹកអំពិលទុំនេះគឺរសជាតិដឹងតែអែមតែម្ដងមុននឹងបង្ហាញពីរបៀបនៃការធ្វើនេះបងប្អូនដែលមិនទាន់បានចុច Subscribe YouTube Channel របស់ខ្ញុំសូមជួយចុច Subscribe និងចុចសញ្ញាកណ្ដឹងដើម្បីបានទទួលនៅវីដេអូថ្មីជាបន្តទៀតឥឡូវសូមមកតាមដានពីរបៀបនៃការធ្វើទាំងអស់គ្នាចំណែកឯគ្រឿងផ្សំក៏មិនពិបាករកទិញនោះដែរទាំងនេះគឺជាគ្រឿងផ្សំដែលមាននៅអំពិលទុំដែលអត់គ្រាប់ល្ងសអំបិលស្ករសម្នាស់សណ្តែកដីលីងគឺទុកសម្រាប់ដាក់បន្ថែមពីលើភេសជ្ជៈដែលធ្វើរួចម្នាស់ខ្ញុំដាក់ចំនួន1ផ្លែបងប្អូនដែលមិនចូលចិត្តឲ្យនៅឃើញសាច់ម្នាស់ដុំទេអាចហាន់ម្នាស់ជាដុំហើយយកវាទៅក្រឡុកឲ្យបានម៉ត់ម្នាស់ដែលហាន់ហើយចាក់ចូលទៅក្នុងខ្ទះដាក់នៅស្ករសនិងទឹកឆ្អិនចូលកូរឲ្យស្ករសនឹងបានរលាយសព្វល្អទើបដាក់នៅសាច់អំពិលទុំចូលជ្រុំនៅអំពិលទុំដែលដាក់ចូលនេះឲ្យវាបានរាយពីគ្នាបន្តិចទឹកចាប់ផ្ដើមរងាស់ដោយបើកភ្លើងល្មមនៅពេលដែលចាប់ផ្ដើមពុះហើយបង់នៅអំបិលចូលកូរឲ្យបានសព្វហើយបន្តរងាស់បន្តទៀតនៅក្នុងដំណាក់កាលនេះត្រូវឧស្សាហ៍កូរវាបន្តិចនៅពេលដែលវាជិតដាច់ទឹកត្រូវថយភ្លើងឲ្យនៅតិចព្រោះវាអាចខ្ទាតរលាករងាស់រហូតទាល់តែវាដាច់ទឹកល្អឡើងខាប់បែបនេះបន្ថែមនៅល្ងសចូលកូរច្របល់ឲ្យបានសព្វនៅពេលដែលធ្វើរួចទុកវាឲ្យចុះត្រជាក់សិនទើបយកដាក់នៅក្រឡរក្សាទុកជាការស្រេចចំពោះរបៀបនៃការលាយធ្វើជាទឹកភេសជ្ជៈសម្រាប់ញ៉ាំវិញបងប្អូនអាចលាយទៅតាមវិធីដែលខ្ញុំបានបង្ហាញនេះសម្រាប់ការញ៉ាំនៅក្នុងកែវហើយបើសិនជាដាក់នៅក្នុង
កំប៉ុងកន្លចូលបងប្អូនអាចបន្ថែមបរិមាណអំបិលឲ្យរៀងច្រើនជាងនេះបន្តិចតែប៉ុណ្ណេះក៏ទទួលបាននៅទឹកភេសជ្ជៈអំបិលទុំដែលមានរសជាតិឆ្ងាញ់វិធីធ្វើដែលខ្ញុំបានបង្ហាញតែប៉ុណ្ណេះក៏រួចរាល់អរគុណបងប្អូនសម្រាប់ការតាមដានទស្សនាជួបគ្នានៅក្នុងវីដេអូក្រោយជាបន្តទៀត